Hello ก็ដូចជាសួស្តីអ្នកនរគ្នាខ្ញុំមកក្រៃថ្ងៃនេះខ្ញុំមកធ្វើការសម្រាយសាច់រឿងអង្គរៈការពេលបេដងអេពីសូតទី3ហើយខ្ញុំក៏សូមអរគុណចំពោះអ្នកនរគ្នាចំពោះ360 Subscriber ផងដែរដោយផ្ដើមសាច់រឿងមកយើងឃើញតួឯកប្រុសរបស់យើងក៏បានជូនតួឯកស្រីរបស់យើងទៅផ្ទះដោយឡានទំនើបរបស់គាត់គឺ Rolls Royce ពេលនោះតួឯកស្រីរបស់យើងបាននិយាយទៅកាន់តួឯកប្រុសថាខ្ញុំមិនចង់ទៅផ្ទះនោះទេហើយនាងក៏បានឡាំប៉ានៅមុខតួឯកប្រុសរបស់យើងផងដែរពេលនោះតួឯកប្រុសរបស់យើងបានសម្លឹងទៅមើលអាស្អីគេនោះរបស់តួឯកស្រីរបស់យើងធ្វើឲ្យគេអៀនជាខ្លាំងក៏បញ្ញាប់យកអីទៅបិទមើលទៅតួឯកប្រុសរបស់យើងក៏ខូចមិនចាញ់អ្នកមើលរបស់ admin ផងដែរហើយតួឯកប្រុសរបស់យើងបានឲ្យអ្នកបើកឡានរបស់គាត់ជូនគាត់ទៅកាន់ផ្ទះគ្រួសារចេងដែលជាផ្ទះតាតួឯកស្រីរបស់យើងប៉ុន្តែតួឯកស្រីរបស់យើងបានបដិសេធហើយនាងបានលើកឡើងថាបើនាងទៅទីនោះតារបស់នាងនឹងបង្ខំឲ្យនាងផឹកស្រាជាមិនខានហើយតួឯកប្រុសរបស់យើងបានសួរទៅកាន់តួឯកស្រីថាតើពេលនេះនាងចង់ទៅណាដោយតួឯកស្រីរបស់យើងបានតបទៅកាន់គេថាពេលនេះខ្ញុំចង់ទៅសន្តាគារហើយតួឯកប្រុសរបស់យើងបានសួរទៅកាន់តួឯកស្រីថាតើនាងប្រកាសដែរឬទេហើយតួឯកស្រីរបស់យើងក៏បានយកដៃទៅបិទមាត់តួឯកប្រុសរបស់យើងហើយនាងក៏បានស្លាប់បាត់ទៅភ្លាមនោះរឿងក៏បានកាត់មកអតីតកាលដោយតួឯកស្រីរបស់យើងត្រូវបានអ្នកណាម្នាក់បានយកកំបិតមកឆោតដៃហើយនាងក៏បានរត់ទៅតួឯកប្រុសរបស់យើងដោយនាងបាននិយាយឡើងថាខ្ញុំមានការឈឺចាប់ជាខ្លាំងប៉ុន្តែតួឯកប្រុសរបស់យើងបានតបទៅកាន់នាងវិញថាវាមិនមែនជាបញ្ហារបស់ខ្ញុំទេហើយអ្វីអ្នកយកមកប្រាប់ខ្ញុំតួឯកស្រីរបស់យើងបានតបទៅកាន់គេវិញថាដោយសារតែខ្ញុំចូលចិត្តអ្នកតើអ្នកមិនចូលចិត្តខ្ញុំទេឬកាត់មកបច្ចុប្បន្នវិញនេះគ្រាន់តែការយល់សប្តិរបស់តួឯកស្រីរបស់យើងប៉ុណ្ណោះហើយតួឯកប្រុសរបស់យើងបាននិយាយឡើងថាមើលទៅនាងប្រហែលជាសុបិនអាក្រក់ពេលនោះតួឯកស្រីរបស់យើងបានបើកភ្នែកដើម្បីសម្លឹងមើលតួឯកប្រុសរបស់យើងហើយតួឯកប្រុសរបស់យើងក៏បានសួរទៅកាន់នាងវិញថាតើអ្នកចង់ធ្វើអ្វីតួឯកស្រីរបស់យើងបានងើបឡើងហើយក៏បានសួរទៅកាន់តួឯកប្រុសរបស់យើងថាពេលនេះតើពួកយើងនៅទីណាដោយតួឯកប្រុសរបស់យើងបានតបទៅកាន់នាងវិញថាពេលនេះពួកយើងនៅសន្តាគារពេលនោះតួឯកស្រីរបស់យើងមានការភ្ញាក់ផ្អើលជាខ្លាំងតើអ្នកបានធ្វើអ្វីមកលើខ្ញុំហើយអ្វីបានជាអ្នកនាំខ្ញុំមកសន្តាគារបែបនេះតួឯកប្រុសរបស់យើងបានអោនហើយសួរទៅកាន់តួឯកស្រីយើងថាតើអ្នកស្វឹងមែនទេតួឯកស្រីរបស់យើងបានមើលមុខមកកាន់តួឯកប្រុសយើងថាដោយសេចក្តីឆ្ងល់ហើយនាងក៏បានទៅចាប់តួឯកប្រុសរបស់យើងហើយបាននិយាយថាខ្ញុំមិនស្រវឹងនោះទេតួឯកស្រីរបស់យើងមានការអៀនជាមួយនឹងតួប្រុសជាខ្លាំងពេលនោះតួឯកប្រុសរបស់យើងក៏បានចាប់ដៃនាងជាប់រួចក៏រុញនាងហើយយកភួយមកសម្ដាប់ឲ្យនាងហើយក៏បាននិយាយឡើងថាអ្នកសម្រាប់ចោលខ្ញុំនឹងចាក់ចេញនៅពេលឥឡូវនេះតួឯកស្រីរបស់យើងបានចាប់ដៃតួឯកប្រុសយើងជាប់ហើយនាងបាននិយាយឡើងថាកុំទៅព្រាមនោះពួកគេក៏បានដួលមកលើគ្នាហើយតួឯកស្រីរបស់យើងក៏បានចាប់ចង្ការតួឯកប្រុសរបស់យើងហើយនាងបាននិយាយថាជប់នេះអ្នកត្រូវទៅធ្វើជាក្មេងល្អភ្លាមនោះតួឯកស្រីរបស់យើងបានឡើងជិះពីលើតួឯកប្រុសរបស់យើងមើលទៅតួឯកស្រីរបស់យើងក៏មិនខុសពីអ្នកមើលស្រីរបស់ admin ផងដែររួចនាងក៏បានទៅដោះអាយតួឯកប្រុសរបស់យើងហើយភ្លាមនោះពួកគេកំពុងរងនឹងធ្វើអ្វីប៉ុន្តែសាច់រឿងបានកាត់ចាប់មកដល់ទីនេះហើយខ្ញុំពិតជាអរគុណមែនទែនចំពោះអ្នកទាំងអស់គ្នាចំពោះ260 Subscriber ហើយខ្ញុំសូមតរឿងបញ្ហាបច្ចេកទេសសម្លេងផងដែរដោយសារតែពេលនេះខ្ញុំបញ្ចូលសម្លេងនៅពេលព្រឹកដោយវាមិនសូវលឺប្រហែលទេព្រោះអីធម្មតាមនុស្សយើងតែងើបពីដេកមកគឺមិនសូវស្រស់ស្រាយនោះទេមូលហេតុដែល admin មកបញ្ចូលសម្លេងនៅពេលព្រឹកដោយសារតែពេលថ្ងៃគឺភូមិរបស់ admin គឺជាភូមិតារាចម្រៀងតែម្ដងនឹងគេលេងបាញ់ទឹកបាញ់អីគេផឹកស៊ីអញ្ចឹងទៅ admin ពិបាកក្នុងការបញ្ចូលសម្លេងខ្លាំងមែនទែនឥឡូវរឿងរបស់យើងក៏បានមកដល់ទីបញ្ចប់ដែរបាយបាយអ្នកទាំងអស់គ្នា